សិនជាយើងចង់ឲ្យស្បែកយើងតឹងណែនកុំឲ្យឆាប់ចាស់ឆាប់ជ្រួញកុំឲ្យវាបាត់បង់ volume តើយើងគួរជ្រើសរើសផលិតផលអីមកប្រើដើម្បីការពារកុំឲ្យស្បែកឆាប់ចាស់ឆាប់ជ្រួញមនុស្សភាគច្រើនគាត់ថាអូលាបឡេ collagen ទៅដើម្បីបំពេញ collagen បន្ថែមធ្វើឲ្យស្បែកយើងតឹងណែនកុំឲ្យជ្រួញតែបងប្អូនត្រូវដឹងខ្ញុំធ្លាប់មានវីដេអូម្ដងហើយ collagen គឺមាន molecule ធំមែនតើដល់ពេលដែលយើងដាក់ចូលក្នុងឡេយកមកលាបលើមុខគឺវាអត់ជ្រាបចូលស្បែកយើងទេដោយសារ molecule វាធំជាង 5000 ដេតុនអញ្ចឹងគឺយើងអត់ទទួលបានផលទេបើសិនជាចង់កុំឲ្យជ្រួញកុំឲ្យអាប្រព័ន្ធទាំង3នឹងប៉ះពាល់ហើយស្បែកយើងម៉ត់ស្អាតពជាភាពចាស់នៅក្មេងបានយូរគឺយើងត្រូវប្រើគ្រឿងផ្សំមួយនោះគឺ peptide គេហៅថា collagen like peptide មិនមែន collagen ទេ peptide ទៅអាចជួយបញ្ហាជ្រួញប្រឆាំងភាពជ្រួញជួយទៅដល់យើងបាននៅក្នុងការសិក្សាមួយនេះគេយកមនុស្សហ្នឹងឲ្យតេស្តឲ្យលាបឡេដែលមាន peptide នៅលើស្បែកបណ្ឌិតទៅលើភាពជ្រាបជ្រួញហើយនឹងភាពតឹងណែនរបស់ស្បែករយៈពេល2អាទិត្យក្រោយពីគាត់ប្រើ peptide នឹងហើយណាឃើញថាភាពជ្រួញនៅលើមុខហើយនឹងករបស់គាត់ហ្នឹងគឺបានកាត់បន្ថយជាងមុនហើយគេវាស់ភាពជ្រួញគេប្រើម៉ាស៊ីន Altera 3D ណាបន្ទាប់ពី2អាទិត្យគឺលទ្ធផលបានប្រសើរខ្លាំងមែនទែនទៅលើស្បែកពួកគាត់ដោយសារកោសិការបស់ពួកគាត់ផលិត collagen បានច្រើនជាងមុនដោយសារ peptide គឺវាបញ្ជូន signal ទៅកោសិការបស់យើងភ្ញូចកោសិកាយើងប្រាប់ឲ្យវាដឹងថាឲ្យវាដឹងឲ្យវាផលិត collagen ឡើងមកមិនមែនលាបឡេ collagen ទេគឺប្រើ peptide